trong bánh bánh sẽ tròn phải thật là tốt đây ở thơm này thì bánh lọc về nhàไปทอดนะอย่าไปยุ่งทอดได้ยังยัวจะcamera lăng nhẹ tạm đỏ lấy lên ấy mới ai bị áp đặt hơi reset camera ngày muốn linh cái thẻ vô mà cả món can là đây mua thọt này lấy mình đang bánh đi thẻ mới xem một đời โอเคสวัสดีមកកាន់វីដេអូថ្មីប្រហែលបងប្អូនគ្នាស្វាគមន៍មកកាន់វគ្គទី5នៃសកម្មភាពរបស់បងប្រុសសុខេងក្នុងការធ្វើទូកកូនទូកតាំងណាហើយសម្រាប់ពុកម៉ែបងប្អូនគ្នាមិនដែរបែកគ្នាពីថ្ងៃនេះសុខសប្បាយទេសម្រាប់ខ្ញុំមកផ្ទាល់ដូចជាមិនសូវទេវាភ្លៀងពេកចឹងណាហើយមួយចាក់នេះរវល់ដែរហើយពុកម៉ែបងប្អូនកុំភ្លេចថែសារសុខភាពផងខែនេះព្យុះខ្លាំងណាអ្នកតលេជាពិសេសអ្នកតលេណាខ្យល់ខ្លាំងណាម៉ោង3មិនទាន់ទេមកតោះហើយនេះជាវីដេអូថ្មីរបស់បងប្រុសសុខេងផ្ទាល់ហើយសម្រាប់ទូកនេះផងដែរឥឡូវនេះគឺបានហើយថា 90% ឲ្យពុកម៉ែបងប្អូនគ្នាជ័យវិថាសឹងតែថាដូចទូកខាងក្រៅតែម្ដងណាហើយនៅចុងវីដេអូខ្ញុំនឹងដាក់មួយជុំនៃទូកតែម្ដងរបស់បងប្រុសសុខេងហ្នឹងដែលគាត់បានធ្វើឲ្យបាន 90% ហ្នឹងណាពុកម៉ែបងប្អូនគ្នាអញ្ចឹងអានេះមកមើលសកម្មភាពគាត់កំពុងតែធ្វើការបិទទៅនឹងស្កតណាទៅតាមបន្ទាត់ដែលគាត់បានត្រៀមនឹងបាញ់នៅពេលបន្តិចនេះដោយដែលពុកម៉ែបងប្អូនបានឃើញអញ្ចឹងមានទាំងស្កតផងមានទាំងផ្លាស្ទិកផងនិយាយទៅគាត់ផ្ចិតផ្ចង់មែនតើនៅក្នុងការធ្វើកូនទូកតាំងមួយគ្រឿងនេះតាមដំណឹងមកហ្នឹងសម្រាប់ទូកតាំងនេះគឺត្រៀមនឹងឡើងកែអដ្ឋានថ្មីផងដែរហើយដូចជាចិត្តរួចរាល់ផងដែរសម្រាប់កែអដ្ឋានរបស់ម្ចាស់ទូកហើយសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ចូលចិត្តនៅប្រភេទទូកតាំងអីអាចតាក់ទងទៅកាន់បងប្រុសផ្ទាល់បានសម្រាប់ពុកម៉ែបងប្អូនដែលចង់តាក់ទងទៅគាត់ចង់តាក់ទងទៅឲ្យគាត់ធ្វើឬក៏បែបម៉េចអីពុកម៉ែបងប្អូនចូលទៅកាន់ link page ដែលខ្ញុំដាក់នៅខាងក្រោម description ហ្នឹងទៅហើយតាក់ទងមកមើលវីដេអូក្នុង page ទៅឃើញជាងឬមួយក៏ពុកម៉ែបងប្អូនអាចឆាតមកខ្ញុំក៏បានចាំខ្ញុំតម្លាក់ Facebook ជាងឲ្យអញ្ចឹងឬក៏លេខទូរស័ព្ទជាងឲ្យណាអញ្ចឹងអធិស្ឋានមែនតើខ្ញុំអត់តម្លាក់នៅក្នុងនេះទេហើយបើសិនជាពុកម៉ែបងប្អូនចង់បានអីអាចចូលទៅកាន់ page ខ្ញុំទៅហើយកុំភ្លេច follow page ផងសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់បាន follow ណាអញ្ចឹងដូចជាអត់មានអ្វីច្រើនទេវីដេអូខ្ញុំគ្រាន់តែថតអំពីសកម្មភាពគាត់ធ្វើតែប៉ុណ្ណេះទេហើយពុកម៉ែបងប្អូនអាចទស្សនានៅសកម្មភាពដែលបងប្រុសសុខេងគាត់កំពុងតែធ្វើឥឡូវហ្នឹងហើយនេះគឺជាវីដេអូទី5ដែលខ្ញុំបានថតគាត់កំឡុងពេលឡើងកាណូណាហើយខ្ញុំអាចថាវីដេអូទី6អាចថាវីដេអូចុងក្រោយផងដែរសម្រាប់ការហើយ 100% តែម្ដងអញ្ចឹងចាំមើលខ្ញុំទៅថតហើយផ្ដិតយករូបភាពដើម្បីចែកចាយឲ្យពុកម៉ែបងប្អូនបានឃើញណាអំពីសម្រស់នៅកូនទូកមួយគ្រឿងនេះនៅពេលដែលហើយ 100% តើវាស្រស់ស្អាតយ៉ាងណាជាទៅបើសម្រាប់ខ្ញុំអាប់តដែលជាអ្នកស្រុកអ្នកភូមិគាត់ខ្ញុំដឹងថាស្អាតខ្លាំងអីអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលនៅខាងឆ្ងាយគាត់អត់បានឃើញអត់បានដឹងអីដឹងតែសរសើរហើយសម្រាប់មួយគ្រឿងនេះនៅពេលដែលខ្ញុំបង្ហាញជូនណាអញ្ចឹងអរគុណច្រើនហើយកុំភ្លេចពុកម៉ែបងប្អូនទាំងគ្នាដែលបានមើលនៅវីដេអូក្នុង YouTube របស់ខ្ញុំណាអាចជួយ like ម្នាក់មួយទៅខ្ញុំឃើញពុកម៉ែបងប្អូនទាំងគ្នាចូលមើលវីដេអូហើយតែអត់សូវឃើញមានពុកម៉ែបងប្អូនចុច like ទេណាអញ្ចឹងកុំភ្លេចជួយចុច like ម្នាក់មួយផងហើយខ្ញុំមិនដឹងថាវីដេអូនេះអាចទៅដល់ខាងក្រៅប្រទេសដល់អត់ទេប៉ុន្តែប្រហែលជាដល់ទេតែមើលព្រោះខ្ញុំអាសាឆែកឃើញថាមានខាងបងប្អូនយើងខាងឥណ្ឌូនេស៊ីណាមានចូលមើលដែរមានខាងម៉ាឡេស៊ីដូចហ្នឹងហើយប្រហែលជាគាត់ស្ដាប់ខ្ញុំនិយាយអត់បានអញ្ចឹងតែខ្ញុំមានដាក់នេះបងប្អូនមានដាក់subtitle មានដូចជា subtitle អង់គ្លេសដែរសម្រាប់បងប្អូនដែលចង់មើលអីមានបើកដាក់ subtitle អង់គ្លេសទៅឃើញអូយខ្ញុំនិយាយអញ្ចឹងដឹងតែគាត់សាប់អត់បានដែរតែអីតែខ្ញុំដាក់subtitle អង់គ្លេសទៅគាត់ឃើញគាត់ចុចស្ដាប់ហើយវាជារដូវដែលគៀកចូលរដូវទូកមែនតើណាបងប្អូនគ្នាហើយឮថាមានកម្មវិធីច្រើនដែរហើយបើសិនជាមានឱកាសជួបគ្នានៅក្រៅអីហៅខ្ញុំផងណាព្រោះពេលខ្លះខ្ញុំនិយាយថាសម្រាប់ពុកម៉ែដែលចូលចិត្តខ្ញុំដែលស្គាល់ខ្ញុំអញ្ចឹងហៅខ្ញុំផងខ្ញុំមានតែរកអីទេធម្មតាដូចតែគេដូចតែឯងអញ្ចឹងណាគាត់ថាខ្ញុំវារៀងអៀនច្រើននៅខាងក្រៅអញ្ចឹងអត់សូវនិយាយច្រើនអញ្ចឹងដូចតែខ្ញុំបានប្រាប់អញ្ចឹងកុំភ្លេចជួយ like វីដេអូនេះអ្នកមួយផងហើយបើបងប្អូនបាន share បានក៏ share ឲ្យផងអញ្ចឹងណាហើយកុំភ្លេចចុងក្រោយហ្នឹង subscribe ម្នាក់មួយទៅដើម្បីឲ្យវីដេអូរបស់ខ្ញុំបានឡើង subscribe កាន់តែច្រើនអញ្ចឹងណាកៃលោមានឱកាស
បានដល់ 10k គេទៅអាចនឹងមាន giveaway កូនទូកអីចឹងណាសម្រាប់ពុកម៉ែបងប្អូនដល់គ្នាចឹងទៅអរគុណច្រើនអត់អីទេចឹងពុកម៉ែបងប្អូនអាចទស្សនានៅវីដេអូរបស់ខ្ញុំបានតទៅទៀតចុះអរគុណច្រើនជួបគ្នានៅវីដេអូក្រោយដល់គ្នាស្បាយមានហើយបែន គេសួរនឹងតម្លាក់ទូកនឹងប៉ិតអត់គេហៅមកដែរចាហ្នឹងលីតិចតិចមែនឈុលអរិបលលៀងដែរ